បាទខ្ញុំបាទទីនសាករិយាសូមជម្រាបសួរលោកនាងកញ្ញាទាំងអស់ជាទីមេត្រីសូមស្វាគមន៍លោកនាងនៅក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរីសម្រាប់យប់ថ្ងៃប្រហ័សទី6សីហាឆ្នាំ2020បាទនៅក្នុងការផ្សាយរបស់ទូរទស្សន៍យើងនៅពេលនេះយើងនឹងជជែកអំពីថាតើការបង្ក្រាបឥតសាកស្រានរបស់អាជ្ញាធរទៅលើបាតកោនោះមាននិរន្តរភាពប៉ុណ្ណាហើយវាគ្មិនតែចូលរួមនៅក្នុងការជជែកពិភាក្សារបស់យើងនៅពេលនេះគឺយើងមានលោកកឹមសុខជាអ្នកវិភាគនយោបាយនិងតាមដានអំពីបញ្ហាសង្គមបាទខ្ញុំបាទសូមជម្រាបសួរលោកកឹមសុខបាទសូមជម្រាបសួរលោកទីនសាករិយាបាទលោកកឹមសុខសុខសប្បាយទេបាទសុខសប្បាយជាធម្មតាក៏ប៉ុន្តែតាមដានការបដិញ្ញាចិត្តរបស់យុវជនពិតជាសរសើរយុវជនផងហើយនឹងជឿចាប់ផងដោយសារតែឃើញការលះបង់របស់ពួកគាត់ត្រូវគេធ្វើទុកបុកម្នេញធ្ងន់ធ្ងរមែនទែនបាទអរគុណណាស់ដែលលោកតែចូលរួមនៅក្នុងការជជែកពិភាក្សារបស់កម្មវិធីផ្សាយរបស់អាស៊ីសេរីបាទលោកកឹមសុខយើងឃើញហើយថាដោយលោកបានជម្រាបមកអញ្ចឹងទាំងយុវជនទាំងភរិយារបស់សកម្មជនគណបកប្រឆាំងដែលកំពុងតែជាប់ឃុំហើយមានផែនការធ្វើបាតកម្មទាមទារឲ្យដោះលែងស្មារតីរបស់ខ្លួនទាមទារយុត្តិធម៌ដែលកំណត់ថ្ងៃរៀងរាល់សប្តាហ៍នៅថ្ងៃសុក្រនោះគឺនៅតែបដិញ្ញាដដែលទោះបីជាមានការរារាំងហើយនៅបង្ក្រាបដោយហិង្សាបែបណាក៏ដោយលោកកឹមសុខខ្ញុំចង់សួរទៅលោកអំពីការបង្ក្រាបឥតសាកស្រាននេះវិញយើងឃើញថាឲ្យតែមានការជួបជុំគឺមានការបង្ក្រាបហើយតាំងពីមានការចាប់ខ្លួនលោករងឈុនមកយើងមើលឃើញថាកំសួលមហាជនសន្ទុះនៃការធ្វើបាតកម្មទាមទារឲ្យយុត្តិធម៌សង្គមហើយនឹងការដោះលែងនេះកាន់តែផុសផុលឡើងកាន់តែខ្លាំងឡើងហើយចំពោះការបង្ក្រាបនេះវិញតើលោកមើលឃើញបែបណាដែរចំពោះការបង្ក្រាបនេះថាតើនឹងអាចបង្ក្រាបបានរហូតតែអញ្ចឹងទេឬក៏យ៉ាងណាបាទចំណុចទី1ខ្ញុំក៏សម្គាល់អំពីការបដិញ្ញាចិត្តរបស់យុវជនខ្ញុំស្ដាប់វិទ្យុអាស៊ីសេរីអំបញ្ញមិញបងអូនវណ្ណៈគាត់បានមានប្រសាសន៍ថាធ្វើដោយទឹកចិត្តលះបង់ហើយគាត់ប្រើពាក្យមួយគឺចំបេះដូងខ្ញុំមែនទែនគាត់ថាលះបង់អញ្ចឹងទៅធូរស្រាលបាទនេះគឺជាការបញ្ជាក់ច្បាស់ថាគាត់យល់ច្បាស់អំពីបញ្ហារបស់ប្រទេសជាតិបញ្ហារបស់ប្រទេសជាតិកម្ពុជាយើងធ្ងន់ធ្ងរមែនទែនធ្ងន់ធ្ងរទៅស្ទើរតែនឹងអាចបាត់បង់ទឹកដីបាត់បង់អធិបតេយ្យភាពជាតិនិងបាត់បង់ប្រយោជន៍ជាតិពីដៃខ្មែរណាបាទដូច្នេះខ្ញុំសូមទី1សូមសរសើរចំពោះការតាំងចិត្តរបស់យុវជនហើយពួកគាត់ធ្វើត្រូវហើយពីព្រោះពួកគាត់ធ្វើដោយអហិង្សាប្រើតែមាត់ប្រើសិទ្ធិរបស់ពួកគាត់ហើយរឿងទាំងនេះគឺការពារដោយច្បាប់ជាសកម្មភាពត្រឹមត្រូវមែនទែនចំណុចទី2យុវជនធ្វើត្រូវបែបហ្នឹងដូច្នេះយើងជាខ្មែរគ្រប់គ្នាគួរពិចារណាថាតើចូលរួមជាមួយយុវជនដោយរបៀបណាការចូលរួមជាមួយយុវជនពីសំណាក់ខ្មែរគ្រប់មជ្ឈដ្ឋានគឺជាចម្លើយដែលឆ្លើយទៅនឹងសំណួររបស់លោកទីនសាការីយ៉ាថាតើរដ្ឋាភិបាលនឹងអាចទប់ស្កាត់បានប៉ុណ្ណាហើយដើម្បីយើងពិចារណាឲ្យដល់ជម្រៅនៃបញ្ហាបានយើងកុំនាំគ្នាគិតថារឿងសម្លាប់លោកជាវិជាជារឿងរបស់លោកជាវិជារឿងគេសម្លាប់របស់លោកឈុតវិធីជារឿងត្រឹមតែលោកឈុតវិធីរឿងគេសម្លាប់លោកបណ្ឌិតកែមលីនិងអ្នកផ្សេងទៀតមិនមែនជារឿងរបស់ពួកគាត់នឹងទេរឿងគេធ្វើទុកបុកម្នេញអ្នកនយោបាយទាំងអស់មិនឲ្យមានសិទ្ធិសេរីភាពនយោបាយទាំងលោកសំរងស៊ីដែលជាមេដឹកនាំនយោបាយប្រជាធិបតេយ្យដែលមានសក្តានុពលទាំងលោកកឹមសុខាគេចាប់ដាក់ពន្ធនាគារទាំងករណីលោករងឈុនចុងក្រោយគេរឿងទាំងអស់នេះយើងកុំចាត់ទុកថាវាជារឿងរបស់បុគ្គលគាត់ម្នាក់ពីព្រោះតែគាត់ធ្វើអញ្ចឹងបានគេចាប់មិនមែនអញ្ចឹងទេតែយើងដែលជាប្រជាពលរដ្ឋខ្មែរគួរពិចារណាថានោះជារឿងរបស់ជាតិយើងទាំងអស់គ្នាវាគឺជាឈាមដែលក្រាលនៅលើផ្លូវវាជាទឹកភ្នែកដែលធ្លាក់នៅលើទ្រូងរបស់ពួកគាត់ជាឈាមនិងទឹកភ្នែកខ្មែរដោយសារអីដោយសារប្រទេសខ្មែរយើងអត់បានសុខទេអត់បានសុខពីព្រោះតែមេដឹកនាំដែលដឹកនាំអំណាចបច្ចុប្បន្នគឺជាមេដឹកនាំដែលផ្ដាច់ការហើយផ្ដាច់ការរបស់គាត់នេះគឺផ្ដាច់ការពិសេសជាងគេណា
គេផ្សេងដូចជានៅប្រទេសហ្វីលីពីន Ferdinand Marcos Suharto នៅប្រទេសឥណ្ឌូនេស៊ី Robert Mugabe នៅ Zimbabwe Omar al-Bashir នៅស៊ូដង់ពួកអ្នកទាំងអស់នេះផ្ដាច់ការចង់បានអំណាចចង់បានលុយកាក់ទ្រព្យសម្បត្តិក៏ប៉ុន្តែពួកអ្នកផ្ដាច់ការអស់នេះក៏អាចរក្សាស្រុកទេសគេបានទឹកដីគេបានដែរយ៉ាងណាយើងត្រូវពិនិត្យថាមេដឹកនាំផ្ដាច់ការដោយលោកហ៊ុនសែនគាត់មិនមែនផ្ដាច់ការត្រឹមតែចង់បានទ្រព្យសម្បត្តិអំណាចប៉ុណ្ណឹងទេគាត់ផ្ដាច់ការហើយធ្វើជាទាសករបរទេសទៀតមានន័យថាជាមេដឹកនាំផ្ដាច់ការទាសករបរទេសយើងត្រូវពិចារណាថាកាលណាមានមេដឹកនាំរបៀបនេះយើងមិនមែនបាត់បង់តែព្រៃឈើទេមិនមែនបាត់បង់តែរ៉ែមិនមែនទុកវេទនាតែរឿងជីវភាពទេមិនមែនជួបគ្រោះតែទុរភិក្សតែប៉ុណ្្នឹងទេមិនមែនមានន័យថាគេមិនត្រឹមតែមិនគិតរឿង EBA ទេគេមិនមែនមិនគិតត្រឹមតែជីវភាពខ្មែរទេគេមិនគិតរហូតទៅដល់អាយុជីវិតជាតិខ្មែរគឺទឹកដីនឹងតែម្ដងយើងឃើញស្រាប់ហើយបាត់កោះត្រល់បាត់កោះចង្កោមកោះក្រសក់ក្រចកសេះបាត់ដែនសមុទ្របាត់ដែនគោកហើយថ្មីនេះធ្វើកិច្ចព្រមព្រៀងសម្ងាត់ដោយបំលែងຂະຫນាតផែនទី1លើ25,000តែងខុសអំពីលក្ខខណ្ឌនៃការដែលត្រូវធ្វើទៀតពីព្រោះការបំលែងផែនទីណាបើមិនឆ្លងកាត់ប្រទេសបារាំងឬអ្នកបច្ចេកទេសបារាំងទេធ្វើអត់កើតទេដោយសារតែបារាំងគឺជាម្ចាស់ផែនទីដើមនៃផែនទីប្រទេសកម្ពុជាម្ល៉េះហើយគេធ្វើអ្វីតាមចិត្តអស់ទាំងនឹងហើយដែលប្រទេសកម្ពុជាយើងមិនមែនត្រឹមតែហិនហោចខ្ទេចខ្ទាំទ្រព្យសម្បត្តិជាតិទេគឺអាចបាត់បង់ទឹកដីឬក៏ប្រទេសកម្ពុជាស្ថិតនៅក្រោមការហែកហួរដឹកនាំបញ្ជាដោយផ្ទាល់ពីចិនឬយួនម្ល៉េះហើយអាយុជីវិតជាតិខ្មែរគឺផុយស្រួយមែនទែនខ្ញុំពិតជាសរសើរចំពោះការបដិញ្ញាចិត្តរបស់យុវជនដែលនៅតែក្លាហានក្នុងការមើលចំបញ្ហាហើយទាមទារដើម្បីរកយុត្តិធម៌ហើយផ្លាស់ប្ដូរប្រទេសជាតិទៅកាន់ប្រជាធិបតេយ្យខ្ញុំមិននិយាយអំពីផ្ដួលរំលំបុគ្គលនេះបុគ្គលនោះទេមនុស្សគ្រប់រូបគឺចង់បានប្រជាធិបតេយ្យហើយដោយសារបុគ្គលណាចង់បានប្រជាធិបតេយ្យហើយធ្វើតាមឆន្ទៈរបស់ប្រជារាស្ត្រនោះប្រជារាស្ត្រគ្រប់គ្រងហើយម្ល៉េះហើយខ្ញុំសូមកោតសរសើរចំពោះយុវជននិងមួយវិញទៀតចម្លើយរបស់ខ្ញុំទៅលោកទីនសាករាយាថាតើពួកគេនឹងអាចបង្ក្រាបបាននៅពេលណាហើយអាចបង្ក្រាបរហូតទេខ្ញុំថាប្រសិនបើខ្មែរទាំងអស់មើលឃើញអំពីតម្លៃនៃការចេញលះបង់របស់យុវជនពិតជារឿងត្រឹមត្រូវហើយលោកហ៊ុនសែនពិតជាមេដឹកនាំផ្ដាច់ការទេសករបរទេសដែលធ្វើឲ្យហិនហោចមិនត្រឹមតែទ្រព្យជាតិក៏ប៉ុន្តែទឹកដីខ្មែរហើយនោះលោកហ៊ុនសែនគ្មានវិធីទប់ការប្រើសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋទេបាទអរគុណលោកកឹមសុខមានប្រសាសន៍ថាបញ្ហាចម្បងគឺការចូលរួមទាំងអស់គ្នារបស់ប្រជាពលរដ្ឋនោះការបង្ក្រាបនឹងមិនអាចទៅរួចទេមានថានឹងអាចឈប់មុននឹងខ្ញុំសួរសំណួរនេះបន្តទៀតខ្ញុំចង់ងាកទៅលោកកឹមសុខបានលើកឡើងថាមេដឹកនាំបច្ចុប្បន្នហ្នឹងគឺជាទេសករបរទេសប៉ុន្តែផ្ទុយទៅវិញខាងក្រមរដ្ឋាភិបាលហ្នឹងគឺថាលោកមានមោទនភាពណាស់នៅអ្វីដែលខ្លួនបានធ្វើនៅពេលបច្ចុប្បន្នពិសេសរដ្ឋាភិបាលអះអាងថាក្រមការដឹកនាំរបស់លោកហ៊ុនសែននេះប្រទេសជាតិមានសន្តិភាពទី2យើងមើលឃើញថាតាក់ទងទៅនឹងបញ្ហាបូរណភាពទឹកដីរដ្ឋាភិបាលបានលើកឡើងថានេះជាប្រវត្តិសាស្ត្រនៅក្នុងសម័យដឹកនាំរបស់លោកហ៊ុនសែនបច្ចុប្បន្នដែលបានបង្កើតបានជាផែនទីថ្មីមួយដែលកំណត់អំពីព្រំដែនច្បាស់លាស់ហើយរារាំងមិនឲ្យខាងបរទេសជិតខាងនឹងរំលោភបំពានចូលមកទឹកដីខ្មែរទៀតហើយដើម្បីបានជាបញ្ហាទាំងអស់នេះលោកកឹមសុខមើលឃើញថាជារឿងទេសករបរទេសទៅវិញបាទយើងមើលជាក់ស្ដែងយើងអត់ចោតប្រកាន់ទេយើងមើលកិច្ចសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005-2019របស់ក្រមលោកហ៊ុនសែនយើងបាត់អីខ្លះយើងបាត់កោះត្រល់យើងបាត់ចង្កោមកោះក្រចកសេះក្រោយលោកហ៊ុនសែនធ្វើរដ្ឋប្រហារឆ្នាំ1997យួននិងសៀមចែកដែនសមុទ្រខ្មែរម្ខាង30,000 គីឡូម៉ែត្រការ៉េម្ខាង30,000 គីឡូម៉ែត្រការ៉េនេះគឺជាការបាត់បង់ជាក់ស្ដែងដែលលោកហ៊ុនសែនមិនទៀមទាឬក៏មិនហ៊ានទៀមទាជាមួយយួនទេ
ហ៊ុនសែននិងក្រុងហាណូយនៅតែប្រើផែនទីនិងកិច្ចព្រមព្រៀងទាំងឡាយណាដែលគេបានចុះក្រោយពេលដែលយួនឈ្លានពានប្រទេសកម្ពុជានៅឆ្នាំ1979ជាពិសេសកិច្ចព្រមព្រៀងឆ្នាំ1982ហើយរឿងនេះបានផលចំណេញទៅយួនច្រើនណាស់ក៏ប៉ុន្តែរឿងទាំងនេះណាលោកទីនសាការីយ៉ាយើងបាត់បង់តែត្រឹមកោះត្រឡេយើងបាត់បង់តែត្រឹមដែនសមុទ្រទេយើងបាត់បង់តែត្រឹមដែនគោកមួយចំនួនទេយ៉ាងណារឿងដែលយើងបារម្ភនឹងខ្លាចបាត់បង់បំផុតថ្មីនេះគេឲ្យសិទ្ធិឬក៏ផ្ដល់ឯកសារស្របច្បាប់ទៅឲ្យយួនដូចជាឧទាហរណ៍ករណីយួននៅបឹងទន្លេសាបជាង 2000 គ្រួសារចែកដី40ហិកតាឲ្យនៅទៅទៀតហើយរឿងដែលយើងកាន់តែបារម្ភបំផុតមួយទៀតគឺគេធ្វើច្បាប់មួយគឺច្បាប់ដែលជនបរទេសមានសិទ្ធិទិញផ្ទះចាប់ពីជាន់ទី1ទៅកាលពីឆ្នាំ2010ហើយនៅពេលដែលច្បាប់នឹងអនុម័តនៅឆ្នាំ2010រយៈពេលតែ4ឆ្នាំទេខុនដូជាង20បានដុះនៅប្រទេសកម្ពុជាបាទហើយខុនដូ20នេះយើងដឹងហើយតើជនបរទេសប្រមាណអ្នកចាប់ពីជាន់ទី1ទៅដែលបានទិញកាលណាពួកគេទិញផ្ទះត្រឹមពីជាន់ទី1ទៅនៅក្នុងប្រទេសកម្ពុជានៅយូរគេមានសិទ្ធិស្របច្បាប់ជាខ្មែរម្ល៉េះហើយគេកាន់តែច្រើននៅក្នុងការគ្រប់គ្រងខ្មែរនេះចំណុចមួយដែលខ្ញុំព្រួយបារម្ភមែនទែនកាលណាគេកាន់តែច្រើនគឺគេគ្រប់គ្រងខ្មែរទាំងមូលតែម្ដងចំណុចទី2យើងមើលប្រព័ន្ធរដ្ឋបាលនៅប្រទេសកម្ពុជាយើងតើសន្តិភាពកើតទេតើយុត្តិធម៌កើតទេបើមន្ត្រីរាជការសុទ្ធតែទិញតំណែងចូលហ្នឹងហើយការទិញតម្លៃចូលនេះបើថាខ្មែរទិញទៅមិនអីទេណាខ្ញុំមិនទាន់បារម្ភមែនទេណាដូចជាប៉ូលីសដូចជានៅសភាដូចជានៅក្នុងជួររដ្ឋាភិបាលតាមនាយកដ្ឋានមន្ទីរតាមខ្ញុំដឹងប៉ូលីស$8,000អីចឹងទៅដូច្នេះហើយយើងពិចារណាយួនចេះខ្មែរក៏ច្រើនហើយយួនមានសិទ្ធិទិញផ្ទះជាន់ទី1នៅប្រទេសកម្ពុជាទៀតបើគេទិញសិទ្ធិមួយទៀតគឺទិញធ្វើជាមន្ត្រីរាជការខ្មែរកាន់តែច្រើនទៅហើយគេអត់ខ្វះលុយទេគេបង្ហូរលុយរបស់គេមកទិញសិទ្ធិទាំងអស់នេះគ្រប់គ្រងនៅក្នុងរាជការខ្មែរតើយើងគ្រោះថ្នាក់ប៉ុណ្ណានេះមិនមែនគ្រោះថ្នាក់ត្រឹមតែបាត់បង់ទឹកដីនៅតាមព្រំដែនទេណាគឺបាត់បង់ប្រទេសកម្ពុជាទាំងមូលតែម្ដងគឺបើទោះបីជាកម្ពុជានេះនៅមានឈ្មោះថាជាប្រទេសកម្ពុជាក៏ប៉ុន្តែអ្វីក្រោមការចាត់ចែងរបស់គេទាំងអស់និយាយអំពីរឿងផែនទីដែលគេបំលែងຂະຫນາດទៅ1 លើ 150លើ1 លើ 25,000 ថ្មីនេះគឺខុសទាំងស្រុងពីព្រោះអីពីព្រោះធ្វើឡើងស្ងាត់ធ្វើឡើងស្ងាត់រវាងយួនហើយនិងក្រុមលោកហ៊ុនសែនធ្វើឡើងស្ងាត់នឹងហើយមិនទាន់ជាកំហុសមួយដែលយើងថាវាធ្ងន់ធ្ងរមែនទេធ្ងន់ធ្ងរមែនទេធ្វើឡើងស្ងាត់ទៅហើយយកទៅបកស្រាយថាព្រំដែនដែលបោះបកគោលបានជាង 80% 84% គឺស្របទៅតាមផែនទីនឹងទៅទៀតផែនទីនេះទៅតែធ្វើក្រោយហើយបោះបកគោលនឹងបោះយូរទៅហើយថាស្របនឹងផែនទីមានន័យថាគេកាត់ដីរួចទៅហើយគេទៅតែធ្វើផែនទីតម្រូវបើយើងពិចារណាឲ្យមែនទេណាហើយគឺអាក្រក់មែនតែសម្រាប់អនាគតប្រទេសកម្ពុជាហើយមួយវិញទៀតខ្ញុំគ្រាន់តែចង់បញ្ជាក់ទេការដូរຂະຫນាត់ផែនទីតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវវាមិនមែនជាកំហុសទេប៉ុន្តែអ្នកដែលមានសិទ្ធិដូរគឺម្ចាស់គេហៅថាអ្នកដែលមានសិទ្ធិបំលែងຂະຫນាត់ផែនទីគឺម្ចាស់ផែនទីដើមគឺប្រទេសបារាំងយើងត្រូវមានការចូលរួមពីអ្នកជំនាញអង្គការសហប្រជាជាតិអ្នកជំនាញប្រទេសបារាំងនិងភាគីមានចំនួនទាំងពីរទើបអាចទទួលយកបានហើយបើធ្វើស្ងាត់អញ្ចឹងនៅពេលដែលយើងមានឥទ្ធិពលទាំងការទូតក៏ក្រោមគេនយោបាយក៏ក្រោមគេហើយយោធាក៏ចាញ់សម្ពាធគេឆ្ងាយទៅទៀតតើយើងមានទឹកមាត់អ្វីទៅនិយាយពីគេនៅពេលដែលមេដឹកនាំសពថ្ងៃគឺបានកាន់អំណាចដោយសារតែគេផងហ្នឹងម្ល៉េះហើយខ្ញុំពិតជាសរសើរចំពោះយុវជនដែលកំពុងតែធ្វើការតវ៉ាដើម្បីរកយុត្តិធម៌ជូនសង្គមជាតិមួយត្រូវទឹកដែរមែនទេបាទអរគុណលោកកំសុកងាកទៅរឿងការបង្ក្រាបហើយនឹងការបញ្ញាមោះមុតរបស់ក្រុមយុវជននេះលោកបានលើកឡើងឲ្យថាទាល់តែមានការចូលរួមទាំងអស់ពីប្រជាពលរដ្ឋ
ទើបការបង្ក្រាបនោះថមថយទៅវិញហើយក្រុមយុវជននេះក៏មានបដិញ្ញាដែរការបដិញ្ញាលះបង់នៅពេលនេះរបស់យុវជនហាក់បីដូចជាធំធេងណាស់គឺទី1មិនមានការខ្លាយរអានោះទេទោះបីជាបង្ក្រាបយ៉ាងណាក៏ដោយទី2ដែលសំខាន់ជាងនេះទៅទៀតនោះគឺថាពួកគាត់បានយកជីវិតជាដើមទុននៃការតស៊ូដើម្បីយុត្តិធម៌សង្គមដើម្បីបូរណភាពទឹកដីហើយនិងដើម្បីសិទ្ធិសេរីភាពបញ្ចេញមតិនៅក្នុងចំណុចនេះលោកកំសុកតើជាប្រដ្ឋទាំងអស់នៅក្នុងស្ថានភាពបង្ក្រាបបែបនេះចាប់ដាក់គុកបែបនេះតើត្រូវធ្វើបែបណាដើម្បីឲ្យពួកគាត់នឹងហ៊ានចូលរួមនៅក្នុងការចូលរួមតវ៉ាទាមទារបញ្ហាទាំងអស់នេះដោយស្មើភាពគ្នានោះបាទហើយចាត់ទុកថារឿងនេះជារឿងទាំងអស់គ្នានោះបាទជាប្រវត្តិសាស្ត្រសកលលោកទៅហើយគ្មានមេដឹកនាំផ្ដាច់ការណាថយក្រោយទេបងប្អូនទោះបីជានៅប្រទេសណាក៏ដោយសូម្បីតែនៅប្រទេសកម្ពុជាប៉ុលពតក៏ដោយក៏អត់ថយក្រោយដែរទីបំផុតទាល់តែដួលរលំទៅនាំគ្នាងាកមកនិយាយអំពីការផ្សះផ្សាគ្នាគ្មានមេដឹកនាំផ្ដាច់ការណានៅលើពិភពលោកថយក្រោយទេគឺទៅមុខរហូតហើយគោលដៅទៅមុខរបស់គេគឺដើម្បីការពារអំណាចការពារអំណាចការពារផលប្រយោជន៍របស់គេហើយខ្ញុំបញ្ជាក់ខាងដើមថាប្រសិនបើគេត្រឹមតែការពារអំណាចនិងផលប្រយោជន៍របស់គេវាមិនប្រមាណទេតែកម្ពុជាយើងវាពិសេសពេកពិសេសនៅត្រង់ថាលោកហ៊ុនសែនគឺជាអ្នកដឹកនាំផ្ដាច់ការទីសកលបរទេសទៅទៀតដូច្នេះយើងបារម្ភថាកម្ពុជាវានឹងក្លាយទៅជាអាណាខេត្តមួយឬជាខេត្តមួយរបស់ចិនឬខេត្តមួយរបស់យួនរឿងដែលបងប្អូនខ្មែរនាំគ្នាពិចារណាឲ្យដល់ជំរៅនៃសាច់រឿងបញ្ហានៅប្រទេសកម្ពុជាណាសប្តាហ៍ថ្ងៃយើងចង់បានការផ្លាស់ប្ដូរទៅកាន់ប្រជាធិបតេយ្យទើបយើងអាចការពារផលប្រយោជន៍របស់ជាតិយើងបានប៉ុន្តែមានចំណុចមួយទៀតដែលខ្ញុំចង់បញ្ជាក់បងប្អូនឧទាហរណ៍ថាមានការផ្លាស់ប្ដូរមួយក៏ប៉ុន្តែប្រសិនបើការផ្លាស់ប្ដូរនោះមិនមែនដោយដៃខ្មែរតែដោយដៃយួននិងចិនទៅវិញក៏ស្ថានភាពកាន់តែអាក្រក់ឧបមាថាឥឡូវលោកហ៊ុនសែនកំពុងតែប្រឈមខ្លាំងស្រាប់តែយួននិងចិនត្រូវរៅគ្នារកវិធីនិយាយគ្នាធ្វើការផ្លាស់ប្ដូរលោកហ៊ុនសែនចេញក៏ប៉ុន្តែដាក់ពួកជនកុម្មុយនីសដដែលហើយការផ្លាស់ប្ដូររបៀបហ្នឹងណាវាមានតែមួយចំណុចគាត់គឺយួននិងចិនហ្នឹងគេបាននិយាយអំពីការចែកប្រយោជន៍គ្នានៅប្រទេសកម្ពុជារួចអស់ហើយអញ្ចឹងបើសិនជាមានការផ្លាស់ប្ដូររបៀបហ្នឹងណាគឺប្រយោជន៍នៅប្រទេសកម្ពុជាទឹកដីកម្ពុជានៅតែរងហានិភ័យខ្ពស់ដដែលម្ល៉េះហើយវាទាល់តែមានការផ្លាស់ប្ដូរមួយទៅកាន់ប្រជាធិបតេយ្យដោយដៃខ្មែរយើងផ្ទាល់ដោយការតស៊ូរបស់ខ្មែរយើងផ្ទាល់ដោយការប្រើសិទ្ធិស្របច្បាប់របស់ខ្មែរយើងផ្ទាល់គឺផ្លាស់ប្ដូរទៅរកប្រទេសមួយដែលមានយុត្តិធម៌ប្រទេសមួយដែលមានគោលការណ៍ប្រជាធិបតេយ្យហើយការផ្លាស់ប្ដូររបៀបនេះទាល់តែមានការចូលរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ឥឡូវយុវជនខ្លាចជាកម្លាំងនៃម៉ាស៊ីននាំមុខហើយខ្ញុំសូមកោតសរសើរម្ដងទៀតកម្លាំងនៃម៉ាស៊ីននាំមុខហើយប្រទេសណាក៏ដោយគឺចេញពីយុវជនចេញពីនិស្សិតហ្នឹងហើយដែលជាក្បាលម៉ាស៊ីននៃការរកការផ្លាស់ប្ដូរទៅកាន់ប្រទេសប្រជាធិបតេយ្យនិងរកយុត្តិធម៌សម្រាប់ប្រទេសជាតិហើយយុវជនអាចទៅរួចបាននិងអាចជោគជ័យនាំយុត្តិធម៌និងប្រជាធិបតេយ្យជូនប្រទេសជាតិបានតើតែបងប្អូនយល់អំពីតម្លៃនៃការចូលរួមជាមួយគ្នាជ្រោមជ្រែងគាត់ការពារគាត់លើកទឹកចិត្តគាត់ហើយចូលរួមសកម្មជាមួយគាត់ពីគ្រប់មជ្ឈដ្ឋានទាំងអស់សិទ្ធិរបស់យើងវាសនាជាតិរបស់យើងវានៅលើយើងហើយយើងកុំរងចាំថាតើតែបរទេសនេះតើតែបរទេសនោះមកជួយផ្លាស់ប្ដូរគ្មានទេបរទេសណាក៏ដោយបើផ្លាស់ប្ដូរគឺជាបុព្វហេតុនៃបរទេសនោះវាទាល់តែយើងជាខ្មែរយើងជាម្ចាស់ប្រទេសនាំគ្នារកវិធីជ្រោមជ្រែងយុវជនដែលកំពុងតែខ្លាយទៅជាកម្លាំងនៃក្បាលម៉ាស៊ីនរកការផ្លាស់ប្ដូរប្រទេសជាតិយើងទៅកាន់យុត្តិធម៌និងប្រជាធិបតេយ្យដោយដៃយើងផ្ទាល់នោះទៅវាសនាជាតិយើងនៅលើដៃយើងបាទលោកកំសុកបញ្ហានេះយុវជនជាកម្លាំងជាក្បាលម៉ាស៊ីនដោយដែលលោកមានប្រសាសន៍អញ្ចឹងចំពោះលោកកំសុកខ្លួនឯងវិញតើនឹងមានផែនការត្រឡប់ទៅកម្ពុជាវិញធ្វើជាក្បាលម៉ាស៊ីនទេខ្ញុំនឹងចាំបានថាលោកកំសុកគឺជាមនុស្សមួយដែលប្រជាប្រដ្ឋមើលឃើញថាមានសេចក្តីក្លាហានមុះមុតទោះបីជា
ជាប់ពន្ធនាគារហើយក៏ដោយបន្ទាប់ពីចេញពីពន្ធនាគារភ្លាមលោកកុំសុកនៅតែរក្សាចំហវិភាគហើយនឹងរិះគន់របបលោកហ៊ុនសែនដដារហូតដល់លោកហ៊ុនសែនពមៀនចាប់ខ្លួនម្ដងទៀតនោះវិញសម្រាប់ពេលនេះវិញតើលោកកុំសុកនឹងធ្វើជាក្បាលម៉ាស៊ីននៅក្នុងការទៀមទានេះទេបាទខ្ញុំមិនបោះបង់គោលដៅទេខ្ញុំរៀបចំខ្លួនរួចហើយខ្ញុំនឹងរកវិធីដើម្បីចូលរួមជាមួយអ្នកប្រជាធិបតេយ្យរកការផ្លាស់ប្ដូរប្រទេសជាតិយើងទៅកាន់យុត្តិធម៌និងប្រជាធិបតេយ្យហើយការបោះជំហានទៅមួយជំហានដ៏ធំរបស់ក្រមយុវជនពិតជាអ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាយើងមិនអាចនៅស្ងៀមហើយអារម្មណ៍បែបនេះវាចេញទៅជាគំនិតនិងផែនការសម្រាប់អ្នកប្រជាធិបតេយ្យទូទៅក្នុងការរកការរួបរวมគ្នាដើម្បីបង្កើតនៅយុទ្ធសាស្ត្រឬក៏យុទ្ធវិធីនៅក្នុងការតស៊ូដោយអហិង្សាក៏ប៉ុន្តែសកម្មមែនទែននៅក្នុងការប្រសិទ្ធរបស់យើងដើម្បីឈ្មោះទៅកាន់ដំណើរនៃការផ្លាស់ប្ដូរទៅកាន់ប្រជាធិបតេយ្យពីព្រោះយើងទាំងអស់គ្នាដោយដែលយុវជនវណ្ណៈគាត់មានប្រសាសន៍អញ្ចឹងគាត់ថាទាល់តែបានចូលរួមទើបធូរចិត្តនេះមានន័យថាអារម្មណ៍នៃអ្នកស្នេហាជាតិទោះបីជានៅសក់តែម្នាក់ឯងដេកឆ្ងាញ់ហូបស្រួលក៏មិនមែនជាអារម្មណ៍ធូរចិត្តដែរទាល់តែចូលរួមទាល់តែបានឱកាសលះបង់ទើបជាអារម្មណ៍ធូរចិត្តហើយបញ្ហារបស់ប្រទេសកម្ពុជាយើងបងប្អូនត្រូវពិចារណាតើយើងអាចរស់បានទេចាប់ពីពេលនេះចាប់ពីឆ្នាំក្រោយទៅយើងត្រូវពិចារណាអញ្ចេះយើងពិនិត្យមើលសេដ្ឋកិច្ចរបស់ប្រទេសជាតិបន្តិចទៀតនឹងคล้ายទៅជាធុងសម្រាមរបស់ចិននិងយួនហើយយើងពិចារណាតែទិន្នន័យក្នុងមួយឆ្នាំតាមសមាគមកសិកម្មមួយនៅប្រទេសកម្ពុជាគាត់ថាខ្មែរយើងចំណាយលុយ$1000 លានទិញសាច់ជ្រូកសាច់មាន់សាច់គោបន្លែពីប្រទេសជិតខាងហើយ$1000 លាននេះយើងដឹងហើយទិញដោយរបៀបណាឃើញទេបាទហើយបើតាមប្រធាននាយកដ្ឋានរបស់ក្រសួងកសិកម្មម្នាក់ដូចជាគាត់ឈ្មោះគៀនសុភាគាត់ថាខ្មែរយើងត្រូវការបន្លែ1000 តោននៅក្នុងមួយថ្ងៃក៏ប៉ុន្តែនាំចូលពីប្រទេសជិតខាងប្រមាណ400 តោនទៅហើយអានេះមន្ត្រីរដ្ឋាភិបាលនិយាយហើយបើចុះបើលើសពីនឹងទៅទៀតចុះមិនផ្លូវការប្រមាណ100 តោនដូច្នេះហើយខ្លាយទៅជាសម្រាមរបស់យួនខ្លាយទៅជាសម្រាមរបស់ថៃហើយឥឡូវមានកិច្ចព្រមព្រៀង FTA មួយទៀតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះណាកុំថាឡើយល្អឲ្យសោះកិច្ចព្រមព្រៀងនេះកម្ពុជានឹងខ្លាយទៅជាសម្រាមរបស់ប្រទេសចិនហើយយើងត្រូវពិចារណាចំណុចមួយវត្ថុធាតុដើមអរគុណលោកកំសត់ដោយសារពេលវេលាខ្លីយើងនឹងជជែករឿងនេះនៅក្នុងកម្មវិធីផ្សាយរបស់យើងលើកក្រោយទៀតអំពី FTA អីនេះបញ្ហាមួយទៀតខ្ញុំចង់ងាកទៅមើលប្រវត្តិដើមនៃការតស៊ូរហូតដល់ប្រទេសមួយមានសិទ្ធិសេរីភាពមានប្រជាធិបតេយ្យពេញលេញពិសេសខ្ញុំចង់លើកប្រទេសនៅក្នុងតំបន់តែម្ដងគឺឥណ្ឌូនេស៊ីនៅប្រវត្តិនៃការតស៊ូរបស់ប្រជាពលរដ្ឋគឺមានចលនាផុសផុលច្រើននៅពេលដែលប្រជាពលរដ្ឋងើបឡើងច្រើនអីចឹងទៅការបង្ក្រាបនិងកថមថយពិសេសនៅពេលដែលស៊ូហាតូបញ្ជាមេតបនោះគឺមេតបមិនព្រមតាមទេនៅឃើញកម្លាំងច្រើនអញ្ចឹងក៏ខ្លាចហើយក៏ចូលដៃជាមួយខាងប្រជាពលរដ្ឋវិញសម្រាប់នៅកម្ពុជាបច្ចុប្បន្ននេះវិញយើងមើលអំពីថ្នាក់ដឹកនាំកងកម្លាំងទាំងអស់ហ្នឹងហាក់បីដូចជានៅតែបង្ក្រាបហើយមិននិយាយភាសាសាមញ្ញថាមិនឈរខាងប្រជាពលរដ្ឋទេតើបញ្ហាហ្នឹងអាចទៅរួចទេបើសិនជាប្រជាពលរដ្ឋនៅតែងើបនោះបាទដូចខ្ញុំលើកឧទាហរណ៍អំពីសេដ្ឋកិច្ចអបាញ់មិញអញ្ចឹងខ្ញុំចង់បញ្ជាក់ជូនប្រជាពលរដ្ឋថាយើងរស់មិនបានទេបាទពីព្រោះកម្ពុជាទៅជាធុងសម្រាមរបស់យួនចិនយើងរស់មិនបានទេបើយើងរស់មិនបានសួរថាកងកម្លាំងប្រដាប់អាវុធបានលុយមកពីណារស់មានមោទនភាពឯណារស់មានមោទនភាពជាអ្នកការពារជាតិទេមានមោទនភាពជាកងកម្លាំងរបស់ជាតិទេគាត់ច្បាស់ជាគ្មានមោទនភាពអញ្ចឹងទេប៉ុន្តែអារម្មណ៍មិនទាន់មានមោទនភាពរបស់គាត់វាគ្រាន់តែជាអារម្មណ៍សិនគាត់មិនអាចចេញសកម្មភាពជួយយុវជនគាត់មិនអាចចេញសកម្មភាពការពារប្រជាពលរដ្ឋបានទេនៅពេលហ្នឹងពីព្រោះអីពីព្រោះកម្លាំងស្នូលរបស់ប្រជាពលរដ្ឋកម្លាំងស្នូលរបស់យុវជនក្នុងការងើបទាមទារប្រាសិទ្ធទៅរកប្រជាធិបតេយ្យនេះនៅមានកម្រិតនៅឡើយ
ដូច្នេះហើយប្រសិនបើប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញមើលអំពីសារៈសំខាន់យល់ឃើញអំពីសារៈសំខាន់នៃការចូលរួមជាមួយយុវជនដើម្បីនាំយកការផ្លាស់ប្ដូរមួយទៅកាន់ប្រជាធិបតេយ្យខ្ញុំគិតថាកងកម្លាំងប្រដាប់អាវុធផ្នែកណានោះជាលក្ខខណ្ឌសមានចិត្តរបស់គាត់ក្នុងនាមជាអ្នកការពារប្រជាពលរដ្ឋខ្មែរខ្ញុំគិតឃើញថាគាត់មិនអាចធ្វើបាបប្រជាពលរដ្ឋខ្មែរទាំងកំរោលទាំងដុលរហូតទៅដល់បំបាក់ស្មារតីប្រជាពលរដ្ឋជាតិឯងទេបញ្ហាវានៅត្រង់ថាប្រវត្តិសាស្ត្រប្រទេសណាក៏ដោយទោះបីជានៅឥណ្ឌូនេស៊ីករណីលោកស៊ូហាតូនៅប្រទេសហ្វីលីពីនករណីលោក Ferdinand Marcos ក៏ដោយគឺមានការស្ដាប់បញ្ជាពីមេដឹកនាំផ្ដាច់ការដំបូងដូចតែគ្នាទេក៏ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋនៅពេលដែលកម្លាំងយុវជនកម្លាំងនិស្សិតចូលរួមជាមួយគ្នាដើម្បីតស៊ូនៅក្នុងការរកការផ្លាស់ប្ដូរកងកម្លាំងប្រដាប់អាវុធទាំងនោះគេសហការជាមួយប្រជាពលរដ្ឋហើយវាមានការប្រើពេលរហូតដល់3ឆ្នាំឯណោះនៅប្រទេសហ្វីលីពីនចាប់ផ្ដើមនៅឆ្នាំ1983នៅពេលដែល Ferdinand Marcos គាត់បានបញ្ជាឲ្យសម្លាប់មេដឹកនាំបកប្រឆាំងឆ្នាំ1986បាន Ferdinand Marcos គាត់ព្រមចុះចេញពីអំណាចដោយសារតែมันអាចទ្រាំបាននឹងចលនាតស៊ូរបស់មហាជនដូច្នេះវាស្ថិតនៅលើថាតើមហាជនបងប្អូនប្រជាពលរដ្ឋទ្រាំរស់ដូចឡើងលើលោកកុំសុកបាទ Halo អ្នកដឹកនាំអំណាចទៅមួយក្រុមទៅហើយបើបងប្អូនពិចារណាឃើញថាអ្វីវានឹងជាហានិភ័យខ្ពស់សម្រាប់ប្រទេសជាតិនិងអនាគតរបស់កូនចៅបងប្អូនដូច្នេះមានតែការចូលរួមជាមួយយុវជនទេបាទលោកកុំសុកខ្ញុំសូមslash លោកបន្តិចសិនមានព័ត៌មានបន្ទាន់មួយគឺថាប៉ូលីសរាជធានីភ្នំពេញនឹងបានដោះលែងសកម្មជនបកប្រឆាំងម្នាក់គឺលោកស្រីឈិនសវណ្ណានៅមុនការផ្សាយនេះបន្តិចហើយកូនប្រុសរបស់គាត់បានប្រាប់ថាម្ដាយរបស់គាត់គឺកូនប្រុសគឺឈ្មោះជុំពធោបានប្រាប់ថាឥឡូវហ្នឹងម្ដាយបានទៅដល់ផ្ទះហើយបាទចំណែកឯ3នាក់ទៀតដែលជាសកម្មជនបកប្រឆាំងហ្នឹងគឺមិនទាន់ដោះលែងទេហើយឥឡូវហ្នឹងគេបញ្ជូនចេញពីស្នងការរាជធានីភ្នំពេញហើយទៅឃុំនៅកន្លែងផ្សេងទៀតប៉ុន្តែមិនទាន់ដឹងថាតើឃុំនៅកន្លែងណានោះទេហើយខាងយើងនឹងតាមដានព័ត៌មាននេះបន្ថែមទៀតនឹងជម្រាបជូនលោកអ្នកនាងនៅក្នុងការកម្មវិធីផ្សាយរបស់យើងនៅព្រឹកស្អែកបាទលោកកឹមសុខចង់បន្តការជជែកគ្នាបន្តិចទៀតលោកកឹមសុខបានលើកឡើងថាឥឡូវហ្នឹងបញ្ហាសំខាន់របស់ប្រជាពលរដ្ឋចូលរួមច្រើនឬតិចហ្នឹងគឺថាឥឡូវហ្នឹងសំទោសឥឡូវហ្នឹងគឺថាប្រជាពលរដ្ឋហ្នឹងគឺយល់ឃើញដល់យុវជនអញ្ចឹងមានទឹកចិត្តពុះកញ្ជ្រោលចង់តវ៉ាឲ្យដូចគ្នាប៉ុន្តែមិនទាន់ហ៊ានហើយចំណុចនេះគឺលោកមនិតមាននេះដែលលោកតែងតែចុះនៅតាមមូលដ្ឋានជាច្រើនហ្នឹងលោកក៏មើលឃើញថាប្រជាពលរដ្ឋហ្នឹងក៏រងនៅការឈឺចាប់ដែរចំពោះការបង្ក្រាបការអីនេះនៅក្នុងចំណុចនេះតើនៅក្នុងកម្រិតណានៅពេលណាដែលលោកមើលឃើញថាប្រជាពលរដ្ឋទាំងអស់នឹងងើបទាមទារសិទ្ធិសេរីភាពរបស់ខ្លួនដោយដែលប្រទេសផ្ដាច់ការមួយចំនួនដែលធ្លាប់បានធ្វើនៅបាទដែលនៅក្នុងកម្រិតបែបណាទាល់តែយើងទាំងអស់គ្នាធ្វើកុំឈប់ឥឡូវយុវជនចាប់ផ្ដើមធ្វើហើយធ្វើកុំឈប់ធ្វើជារៀងរាល់ថ្ងៃព្រោះអានឹងជាសិទ្ធិរបស់យើងធ្វើជារៀងរាល់ថ្ងៃបើទោះបីជាយើងមានកម្លាំងនៃការចូលរួមនឹង10នាក់ក៏ដោយ20នាក់ក៏ដោយ30នាក់ក៏ដោយយើងប្រើសិទ្ធិរបស់យើងស្របតាមរដ្ឋធម្មនុញ្ញតវ៉ានៅខាងមុខតុលាការអញ្ចឹងទៅតវ៉ានៅខាងមុខវិមានរដ្ឋាភិបាលទៅតវ៉ានៅខាងមុខរដ្ឋសភាទៅតវ៉ានៅកន្លែងផ្សេងទៀតទៅយើងតវ៉ាដោយអហិង្សាហើយកុំឈប់ឲ្យសោះបើសិនជាយើងឈប់ស្មារតីដែលប្រជាពលរដ្ឋកំពុងតែចាំមើលថាគាត់នឹងចង់ចូលរួមគាត់ត្រូវការចូលរួមប៉ុណ្ណាគាត់ក៏ស្រាកស្រានទៅវិញដែរដូច្នេះហើយប្រសិនបើយុវជនដែលបានធ្វើជាក្បាលម៉ាស៊ីននៃការតវ៉ារកយុត្តិធម៌គាត់មិនឈប់គាត់នៅតែធ្វើទោះបីមានកម្លាំងប៉ុណ្ណាហើយធ្វើឲ្យបានច្រើនកន្លែងដើម្បីបំពងសម្លេងឲ្យទៅគ្រប់ស្ថាប័ននៃប្រទេសជាតិគ្រប់ស្ថាប័ននៃពួកអ្នកដឹកនាំសពថ្ងៃហើយដូច្នេះហើយខ្ញុំគិតថា
ប្រជាពលរដ្ឋនឹងយើងមើលឃើញអំពីតម្លៃនៃការចូលរួមរបស់គាត់ហើយប្រសិនបើយើងឈប់មានន័យថាងើបគេបង្ក្រាបបានងើបគេបង្ក្រាបបានម្ល៉េះហើយធ្វើឲ្យស្មារតីនៃការប៉ងចង់ចូលរួមរបស់ប្រជាពលរដ្ឋឬមហាជនទូទៅហ្នឹងក៏ស្រាក់ស្រានទៅតាមនឹងដែរបាទអរគុណច្រើនលោកកំសុកជាចុងក្រោយលោកមានអ្វីបន្ថែមបាទខ្ញុំគ្មានអីបន្ថែមច្រើនក្រៅតែពីលើកទឹកចិត្តឲ្យយុវជនបន្តធ្វើហើយការតាំងចិត្តរបស់គាត់ពិតជាគួរឲ្យសរសើរហើយកាលណាយើងបន្តធ្វើសកម្មភាពមិនដាច់ទោះនៅក្នុងកម្រិតកម្លាំងប៉ុណ្ណាខ្ញុំគិតថាវាជាការតាក់ទាញនៅសមានចិត្តនៃការចង់ប្រើសិទ្ធិរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យមើលឃើញអំពីតម្លៃនៃការចូលរួមដើម្បីការពារប្រទេសជាតិការពារទឹកដីជាតិការពារសេដ្ឋកិច្ចជាតិការពារវាសនារបស់ខ្មែរជារួមក៏ដូចជាការពារឆ្នាំបាយគាត់ទាំងការពារអនាគតកូនចៅរបស់គាត់ដែរពេលហ្នឹងទើបសង្គមជាតិយើងអាចរកការផ្លាស់ប្ដូរទៅកាន់យុត្តិធម៌និងប្រជាធិបតេយ្យបានសូមអរគុណបាទជាសរុបសេចក្តីទៅការតស៊ូទាំងអស់ហ្នឹងគឺធ្វើអ្វីៗគឺដើម្បីតែខ្លួនឯងបាទអរគុណច្រើនលោកកំសុកដែលបានចំណាយពេលចូលរួមនៅក្នុងការផ្សាយរបស់យើងនៅពេលនេះបាទខ្ញុំបាទសូមជម្រាបលាលោកតែប៉ុណ្ណេះបាទសូមអរគុណបាទជម្រាបលាបាទលោកនាងជាទីមេត្រីការផ្សាយរបស់អាស៊ីសេរីនៅពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងដែលបានតាមដានការផ្សាយរបស់យើងតាំងពីដើមដល់ចប់ខ្ញុំបាទទីនសាករិយាសូមអរគុណនិងសូមជម្រាបលារីករាយសួស្តី